នឹងហើយសួស្តីអ្នកនរគ្នាហើយនេះគឺជាការប្រណាំងទូកស្លាប់មាន់រវាងស្រីតូចសែនស្រស់ជាមួយនឹងមហាទន្សាយប្លន់ណាដោយដែលវីដេអូនេះអញ្ចឹងគឺស្រីតូចសែនស្រស់គឺនៅខាងក្នុងចំណែកឯមហាទន្សាយប្លន់នោះគឺនៅខាងក្រៅណាអ្នកនរគ្នាហើយទូកនេះគឺប្រវែងប្រហែលគ្នាចំណោះក៏ដូចគ្នាដែរហើយដូចឥឡូវនេះគឺថាមហាទន្សាយនេះក៏ចាញ់បងបន្តិចហើយឥឡូវនេះគឺស្រីតូចសែនស្រស់នាំមុខពាក់កណ្ដាលទូកណាអ្នកនរគ្នាហើយវីដេអូនេះគឺមានទាំងពីរជើងអញ្ចឹងសម្រាប់ជើងទី2នោះគឺបដូរខ្សែទឹកគ្នាវិញម្ដងឥឡូវនេះគឺដល់ជើងទី2ហើយឃើញថារៀងប៉ះទង្គិចគ្នាបន្តិចដែរហើយឥឡូវនេះគឺថាមហាទន្សាយនោះក៏នាំមុខស្រីតូចសែនស្រស់វិញហើយប្រហែលជាតាមមើលនេះនឹងស៊ីម្នាក់មួយជើងណាហើយប្រហែលជាស៊ីមែនហើយតាមមើលដូចវីដេអូនេះអញ្ចឹងគឺស៊ីពាក់កណ្ដាលទូកម្នាក់ដូចគ្នាមហាទន្សាយផ្លោះនាំមុខវិញហើយឥឡូវនេះគឺថាបោះពួយលឿនមែនតែនគឺថាសងសឹកគ្នាតែម្ដងមិនចាំយូរទេហើយឥឡូវនេះគឺថាមហាទន្សាយផ្លោះបានយកឈ្នះទៅលើស្រីតូចសែនស្រស់វិញហើយដូចជាឈ្នះមួយទូកអ្នកនរគ្នាអើយមិនតិចទេនេះចឹងអរគុណអ្នកទាំងអស់គ្នាវីដេអូមានតែប៉ុណ្្នេះទេ